មានបងប្អូនសួរថាទឹកលាងរបួសសាប៊ូធម្មតាក៏បោកជ្រះបើបោកជ្រះមិនមានមួយសមានមួយលឿងថ្ងៃនេះមកស្រ័យចម្កល់បងប្អូនទាំងអស់គ្នាដែលថាទឹកលាងរបួសហ្នឹងសាប៊ូធម្មតាក៏បោកជ្រះដែរបាទឥឡូវនេះខ្ញុំនឹងចម្លងសារធាតុខ្វក់ជាមួយនឹងទឹកលាងរបួសដែលគេហៅថាទឹកបេតាឌីនក៏ដូចជាទឹកថ្នាំក្រហមឥឡូវនេះយើងមានកែវពីរយើងដាក់ជាមួយនឹងទឹកលាងរបួសដូចគ្នាប្រឡាក់ដូចគ្នាបងប្អូនអញ្ចឹងយើងមានសាប៊ូ extra wash ហើយនិងសាប៊ូទីផ្សារនៅខាងស្ដាំដៃសាប៊ូ extra wash ហើយនិងខាងឆ្វេងដៃសាប៊ូទីផ្សារអញ្ចឹងយើងដាក់សាប៊ូ extra wash ហើយដាក់សាប៊ូទីផ្សារចូលបាទចង់ដឹងថាសាប៊ូ extra wash ហើយនិងសាប៊ូទីផ្សារគុណភាពល្អប៉ុណ្ណាឥឡូវនេះយើងដាក់ទឹកដើម្បីជម្រះបាទសម្រាប់សាប៊ូ extra wash គុណភាពរបស់សាប៊ូមានក្លិនក្រអូបងាយស្រួលជម្រះមានទឹកបន្ទន់អាស៊ីកណាត់ងាយស្រួលញីអត់សូវចុះកម្លាំងហើយយើងប្រើក្នុងម៉ាស៊ីនក៏បានបោកដៃក៏បានគឺអត់មានសារធាតុកាត់កាន់តែប្រើកាន់តែធ្វើសាច់កណាត់ថ្មីភ្លឺជាងមុនឥឡូវនេះបងប្អូនសង្កេតមើលទឹកសាប៊ូដែលយើងជាមួយកលុកបាទជាមួយនឹងកែវបោកជម្រះបាទគឺដូចជាការបោកក្នុងម៉ាស៊ីនក៏ដូចជាញីដៃអញ្ចឹងឥឡូវនេះជ្រះបងប្អូនខ្ញុំបាញ់ចៃក៏បងប្អូនឃើញដែរជ្រះស្អាត 100% បាទសាច់កណាត់ថ្មីភ្លឺជាងមុនបាទជាមួយសាប៊ូ extra wash បាទសម្រាប់សាប៊ូទីផ្សារគឺអត់ជ្រះទេហើយទឹកលឿងបាទគឺអត់មានគុណភាពជម្រះបានទេបងប្អូនជឿនៅបាទបើមិនទាន់ជឿជាក់អាចសាកល្បងប្រើបានយើងមាន2ខ្នាត1គីឡូហើយនិង3គីឡូ3ខាំ